នេះគឺជាមុខស៊ីនណាបងប្អូនមុខស៊ីនកាមេរ៉ាស៊ីននឹងឲ្យពន្លឺស៊ីនដែរគ្រប់យ៉ាងគឺថា original មុខមាត់ខ្ញុំគឺមានសភាពបែបនេះបងប្អូនគឺអត់ perfect ទេម្ដងម្កាលគឺខ្ញុំដាក់ filter ដែរខ្ញុំចង់ប្លែកអញ្ចឹងណាយើងអត់ចង់ do make up ឬក៏កែខៃឆ្នៃអីអញ្ចឹងទៅយើងដាក់ filter ទៅឲ្យយើងមានអារម្មណ៍ថាប្លែកម្យ៉ាងប៉ុន្តែសភាពជាក់ស្ដែងចង់ឲ្យបងប្អូនមើលថាខ្ញុំមិនមែនស្អាតដូចបងប្អូនគិតទេប៉ុន្តែក៏ខ្ញុំមិនអាក្រក់ដែរហើយខ្ញុំបានទទួលយកខ្លួនឯងរួចហើយថាខ្ញុំជាខ្ញុំបែបណាហើយខ្ញុំអាចស្រឡាញ់ខ្លួនឯងអត់ហ្នឹងហើយសប្តាហ៍ទោះបីជាមានភាពអត់ល្អអត់ខ្ចោះតែនិយាយថាមិនល្អអត់ខ្ចោះប៉ុន្តែខ្ញុំពេញចិត្តនៅគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមានទាំងអត្តចរិតទាំងមុខមាត់ទាំងការនិយាយស្ដីទាំងគ្រប់យ៉ាងដែលជាខ្ញុំហ្នឹងគឺខ្ញុំចាប់ផ្ដើមចេះស្រឡាញ់ខ្លួនឯងច្រើនជាងមុនកាលពីមុនខ្ញុំបន្ទប់ផ្អាប់ខ្លួនឯងច្រើនមែនតើច្រើនណាស់ខ្ញុំគិតថា society បានដាក់គំនាបឲ្យមនុស្សយើងម្នាក់នឹងធ្វើការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃហើយ society ក៏បានបង្រៀនយើងឲ្យមិនគ្រប់គ្រាន់ដូចថាអូយធ្វើប៉ុណ្ណឹងមិនល្អហើយថែមចេះទៀតធ្វើប៉ុណ្នេះមានប៉ុណ្ណឹងគ្រប់ហើយចង់មានជាងនឹងទៀតឬក៏ like ខ្វះលេខនេះទៅលេខនេះត្រូវកែខ្ញុំនិយាយទូទៅហ្មងចង់និយាយថា society មួយនេះគឺកំណត់ស្តង់ដារនៃសម្រស់កំណត់ស្តង់ដារនៃការជោគជ័យឲ្យយើងត្រូវតែធ្វើប៉ុណ្ណេះមិនគ្រប់តែបើគិតឲ្យខ្លីបងប្អូនថាក្តីសុខណាដែលបងប្អូនមានណាខ្លីគឺទទួលយកខ្លួនឯងជាខ្លួនឯងស្កប់ស្កល់នៅអ្វីដែលយើងកំពុងតែមានហើយប័ណ្ណពិសោធន៍ដែលខ្ញុំធ្វើឲ្យខ្ញុំគិតអញ្ចឹងគឺដោយសារតែតាំងពីខ្ញុំរើមកនៅក្នុង hotel មកប័ណ្ណពិសោធន៍ជីវិតមួយហ្នឹងគឺបង្រៀនខ្ញុំច្រើនណាស់បងប្អូនខ្ញុំនៅមកបន្ទប់ទូចប៉ុណ្ណឹងក៏ខ្ញុំអាចនៅបានខ្ញុំនៅតែមានរបស់របរប្រើប្រាស់គ្រប់គ្រាន់មិនបាច់ច្រើនទេអានទិញទូចហ្នឹងប៉ុន្តែបើសិនជាយើងគិតថាវាគ្រប់គឺគ្រប់ហើយបងប្អូនហើយមិនដល់ពេលអញ្ចឹងវាធ្វើឲ្យខ្ញុំគិតថាខ្ញុំចាប់ដើម appreciate អ្វីដែលមានជុំវិញខ្លួនខ្ញុំវិញហើយមេរៀនដែលលំបាកមួយនេះបរិញ្ញាខ្ញុំឲ្យខ្ញុំចេះគ្រប់គ្រាន់ឲ្យខ្ញុំចេះទទួលយកឲ្យខ្ញុំចេះដោះលែងកាលពីមុនខ្ញុំពិបាកណាដល់ពេលមករយៈនេះមកតាំងពីអត់មានប្តីនៅក្បែរមកនៅតែ3នាក់ម៉ែកូនខ្ញុំមានឧបសគ្គច្រើនប៉ុន្តែមានឧបសគ្គច្រើនដើរបដាដោះបដាហើយមានអីប្រើនឹងទៅតាមលទ្ធភាពរបស់យើងតាមសមត្ថភាពរបស់យើងហើយពេលដែលខ្ញុំមានតិចគឺខ្ញុំនៅតែអាចរស់បានហើយមានតិចហើយសេចក្តីសុខរបស់ខ្ញុំមានអារម្មណ៍ថាមានកាន់តែតិចមានរបស់របរនឹងកាន់តែតិចប៉ុន្តែក្តីសុខរបស់ខ្ញុំកាន់តែច្រើនដោយសារអីយើងអត់ខ្វល់ពីរបស់ដែលជាប់ជំពាក់អ្វីដែលយើងមានទាំងម៉ានជុំវិញខ្លួនយើងឈប់ធំទៅច្រើនទៅនោះវាធ្វើឲ្យមានអារម្មណ៍ថាខ្ញុំជាប់ជំពាក់ជាមួយរបស់ទាំងអស់ហ្នឹងឬក៏មនុស្សម្នាក់ហ្នឹងដូចប្តីខ្ញុំចឹងខ្ញុំស្រឡាញ់ប្តីខ្ញុំណាប៉ុន្តែខ្ញុំមានអារម្មណ៍ថាប្តីនិងកូនគឺជាអ្វីដែលខ្ញុំស្រឡាញ់ជាងគេបំផុតឥឡូវហ្នឹងកាលពីមុនខ្ញុំស្រឡាញ់ពុកម្ដាយច្រើនខ្លាំងតែឥឡូវមិនមែនថាមិនស្រឡាញ់ពួកគាត់ទេក៏ប៉ុន្តែខ្ញុំនិយាយរឿងផ្ទាល់ខ្លួននេះឥឡូវនេះប្តីខ្ញុំស្រឡាញ់កូនខ្ញុំស្រឡាញ់ខ្ញុំហួងហែងប៉ុន្តែអាហ្នឹងក៏ជារឿងដែលខ្ញុំជាប់ជំពាក់ដែរខ្ញុំជាប់ជំពាក់ជាមួយនឹងក្តីស្រឡាញ់ទាំងអស់ហ្នឹងហើយកាលពីមុនខ្ញុំគិតថាបើអត់ប្តីខ្ញុំទៅខ្ញុំធ្វើមិនទៅខ្ញុំដោះស្រាយមិនទៅតែឥឡូវអត់គាត់ក៏ខ្ញុំនៅតែអាចធ្វើបានដើរដោយខ្លួនឯងដោះស្រាយដោយខ្លួនឯងហ្នឹងហើយហ្នឹងហើយដល់ពេលរបស់ទ្រព្យក៏ដូចគ្នារបស់មួយចំនួនដែលខ្ញុំមានច្រើនជុំវិញខ្លួនហ្នឹងវាគិតជាយូរទៅវាជាសម្រាប់វាអត់មានជាអីទាំងអស់ហ្នឹងហើយខ្ញុំអត់របស់ទាំងអស់ហ្នឹងខ្ញុំនៅតែរស់បានខ្ញុំអត់ពីប្តីខ្ញុំក៏ខ្ញុំនៅតែរស់បានខ្ញុំធ្វើចិត្តបានអញ្ចឹងខ្ញុំអរគុណមែនតើកលៈទេសៈមួយនេះដែលបានបរិញ្ញាខ្ញុំឲ្យមានការគិតខុសពីមុនកាលពីមុនខ្ញុំអត់គិតអញ្ចឹងទេបងប្អូនខ្ញុំគិតថារបស់យើងទិញអស់រាប់ពាន់រាប់ម៉ឺនដុល្លារយើងយកមកគាត់ចោលយើងយកមកលក់ឡៃលំឲ្យគេឬក៏អីអញ្ចឹងណាហ្នឹងហើយពីមុនខ្ញុំធ្លាប់គេងនៅលើកតេលជាប់នឹងអានៀបក្តារអានៀបអាស័យខ្ញុំគេងទូហើយឥឡូវខ្ញុំមានស្អីប៉ុណ្ណឹងហើយខ្ញុំថាពិបាកទៀតខ្ញុំអត់ពិបាកទេបងប្អូនខ្ញុំមានម្ហូបញ៉ាំខ្ញុំចង់ញ៉ាំអីក៏ខ្ញុំញ៉ាំនឹងខ្ញុំមានកន្លែងគេងស្រួលខ្ញុំមានសុវត្ថិភាពចប់ពេលមុនខ្ញុំគិតមិនឃើញខ្ញុំគិតមិនចាញ់ខ្ញុំគិតថាវេទនាណាជីវិតនឹងពិបាកដល់ពេលយើងផ្លាស់ប្ដូរការគិតតែបន្តិចដូចអាភាពសុបាយរីករាយពីក្នុងហ្នឹងចេញមករៀនទទួលយករៀនដោះលែងរៀនដោះស្រាយខ្លីៗងាយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចរៀនធ្វើចិត្តដូចខ្ញុំដែរខ្ញុំគិតថាប្រហែលជាយើងអាចមានក្តីសុខច្រើនជាងមុនហ្នឹងហើយប៉ុណ្ណឹងអរគុណបាយ